ស្រីបងប្អូនណាឥឡូវយើងមកដោះស្រាយលំហាត់តទៀតគឺជាលំហាត់ប្រតិបត្តិនៅទំព័រទី97ណានៅសៀវភៅថ្នាក់ទី7តគឺ 5x ដកកតា 7x ដក 4 ដកឲ្យ2ស្មើ5ដកកតា 3x បូក2បើអញ្ចឹងតែយើងដោះស្រាយយ៉ាងម៉េចណាពី 5x យើងសេតតែមកដកគុណនឹង 7x យើងបានដក 7x ដកគុណដកចេញបូក4ដកឲ្យ2បាទស្មើនេះ5នៅដដែលសញ្ញាដកនេះយើងគុណបញ្ចូលណាអញ្ចឹងដកគុណនឹង 3x យើងបានដក 3x ដកគុណនឹងបូក2យើងបានដក2បន្ទាប់មកយើងបង្រួមសិនទៅអានេះយើងបាន 5x ដក 7x នៅសល់ដក 2x អានេះ4ដក2បាទគឺនៅសល់2ស្មើ 3x បាទសរសេរ 3x 4ណាអានេះបូក5អញ្ចឹង5ដក2វានៅសល់3អញ្ចឹងបូក3យើងជំហានបន្ទាប់អ៊ំត្រូវលើកតួណាដែលមានសញ្ញាលើកមកអង្គទី1តួណាអត់សញ្ញាយើងបោះទៅអង្គទី2ណាពេលឆ្លងកាត់សញ្ញាស្មើត្រូវដូរសញ្ញាខាងនេះហៅអង្គទី1ខាងនេះហៅអង្គទី2បាទអញ្ចឹងគឺនេះយើងបានដក 2x អានេះគឺដក 3x អញ្ចឹងពេលយើងលើកនេះដក 3x លើកមកសេអង្គទី1យើងទៅវាបូកឲ្យ 3x ស្មើ3ឃើញណាបូក3តែយើងសេបាច់ដាក់នេះបូកយើងដាក់3មកអានេះបូក2អញ្ចឹងយើងលើកទៅឆ្លងកាត់សញ្ញាស្មើវាទៅជាដក2ឃើញទេអានេះបានន័យថា 3x ដក 2x អញ្ចឹងគឺនៅសល់ 1x សេត x តាមបាច់សេ1ទេ3ដក2នៅសល់1ដូច្នេះសមីការរបស់យើងគឺមានរឹស x ស្មើ1ចគឺ5កតា x បូក2ដក15ស្មើនឹង4ដកកតា 2x ដក5អញ្ចឹងសមីការនេះយើងឃើញថាយ៉ាង x ចឹងក្នុងការដោះស្រាយគឺយើងទៅដោះស្រាយដើម្បីរកតម្លៃ x ណាបាទឥឡូវយើងកន្លែងយើងគុណពលាសិននេះអញ្ចឹង5គុណនឹង x គឺយើងបាន 5x 5គុណនឹង2យើងបាន10ណា5ទៅ10ដកឲ្យ15ស្មើ4នៅដដែលសញ្ញាដកអញ្ចឹងដកគុណឲ្យ2 x ណាគឺយើងបានដក 2x ដកគុណដកចេញបូកអញ្ចឹងបូកឲ្យ5អញ្ចឹងយើងបង្រួមសិនអានេះគឺ 5x អានេះវា10ដក15គឺទៅដល់ដក5ស្មើអានោះគឺយើងបានដកពីផ្សេងមុនមក4បូក5បើនេះ4បូក5អញ្ចឹងចេញ9អញ្ចឹងគឺ9បន្ទាប់មកតួណាដែលមានអញ្ញត្តិយើងលើកមកអង្គទី1តួណាអង្គអញ្ញត្តិបោះដល់អង្គទី2អានេះហៅអង្គទី1គឺនេះហៅអង្គទី2ណាបាទអញ្ចឹងគឺលោកគ្រូសេមក 5x ណានេះគឺសញ្ញាដកដល់បានសញ្ញាបូកអញ្ចឹងបូកឲ្យ2 x អានេះ9ណា9អានេះដក5បោះទៅយើងបានបូក5ចេញមកអញ្ចឹងអានេះ 5x បូក 2x វាទៅជា 7x អានេះ9បូក5វាទៅជា14អញ្ចឹងយើងទាញរក x មកអញ្ចឹងលំអឲ្យ x របស់យើងគឺស្មើនឹង14ចែក7 14ចែក7ស្មើ2ដូច្នេះសមីការមានរឹស x ស្មើ2ដូច្នេះសមីការមានរឹស x ស្មើ2អូខេ